FTB Tower ស្ថាបត្យកម្មទំនើបនិងបច្ចេកវិទ្យាវិស្វកម្មកម្រិតខ្ពស់យោងតាមខ្លឹមសារដែលបានចែករំលែកដោយលោកបណ្ឌិតគីវិសុទ្ធសម្បត្តិបណ្ឌិតវិស្វករគ្រឿងផ្គុំសំណង់វិស្វករអាជីពជាតិវិស្វករអាស៊ាននិងវិស្វករអាជីពឆ្នាំអាស៊ានបានបង្ហាញអំពីលក្ខណៈពិសេសផ្នែកស្ថាបត្យកម្មនិងវិស្វកម្មរបស់ FTB Tower ដែលជាអគារការិយាល័យប្រណីតកម្រិត A+ នៅរាជធានីភ្នំពេញ FTB Tower ត្រូវបានរចនាឡើងដោយផ្ដោតលើសុវត្ថិភាពស្ថិរភាពគុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់លំហព្រមទាំងបញ្ចូលអត្តសញ្ញាណស្ថាបត្យកម្មខ្មែរទៅក្នុងរូបរាងអគារនេះមាន29ជាន់លើដីនិង4ជាន់ក្រោមដីព្រមទាំងមានជាន់ដំបូលសម្រាប់ចតឧទ្ធម្ភាគចក្រទោះបីមានចំនួន29ជាន់លើដីក៏ដោយ FTB Tower មានកម្ពស់សំណង់សរុបរហូតដល់ 157.1 ម៉ែត្រដែលមានកម្ពស់ប្រហាក់ប្រហែលអគារទូទៅដែលមានប្រមាណ40ជាន់ចំពោះការរចនាលំហខាងក្នុងជាន់ផ្ទាល់ដីមានកម្ពស់រហូតដល់7ម៉ែត្រខណៈជាន់ទទួលភ្ញៀវមានកម្ពស់ដល់ទៅ13ម៉ែត្រនិងជាន់ធម្មតាមានកម្ពស់ប្រមាណ 4.8 ម៉ែត្រដែលជួយបង្កើតអារម្មណ៍ទូលាយនិងផាសុកភាពសម្រាប់អ្នកប្រើប្រាស់នៅផ្នែករចនាសម្ព័ន្ធ FTB Tower មានការរៀបចំសសរនៅតាមបរិវេណខាងក្រៅនិងប្រើជញ្ជាំងស្នូលជាផ្នែកសំខាន់នៃប្រព័ន្ធទ្រទ្រង់គម្លាតរវាងសសរទៅសសរនិងសសរទៅជញ្ជាំងមានចម្ងាយលើសពី10ម៉ែត្រដែលទាមទារឲ្យមានការរចនាវិស្វកម្មយ៉ាងហ្មត់ចត់ដើម្បីរក្សាស្ថិរភាពនិងសុវត្ថិភាពរបស់អគារនេះប្រើប្រាស់ប្រព័ន្ធរចនាសម្ព័ន្ធ Dual System ដែលរួមបញ្ចូលគ្នារវាង Core Wall និង Rigid Frame ប្រព័ន្ធនេះមានតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពទប់ទល់និងរក្សាស្ថិរភាពរបស់អគារជាពិសេសចំពោះអគារដែលមានចន្លោះសសរធំនិងលំហប្រើប្រាស់ទូលាយសម្រាប់សសរ FTB Tower មានការប្រើប្រាស់សសរចម្បងពីរប្រភេទគឺ Reinforced Concrete Column និង Concrete Encased Steel Composite Column រចនាសម្ព័ន្ធទាំងនេះប្រើប្រាស់បេតុងកម្រិតកម្លាំង C85 ដើម្បីជួយរក្សាទំហំសសរឲ្យតូចនិងសមស្របទៅនឹងគំនិតរចនាស្ថាបត្យកម្មខណៈពេលដែលអាចរក្សាបាននូវផ្ទៃលំហប្រើប្រាស់ធំទូលាយចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺសសរ Trade ឬ Incline Columns ដែលចាប់ផ្ដើមនៅតំបន់ជាន់ទី21ឡើងទៅការរចនានេះមិនមែនជាការតុបតែងធម្មតានោះទេប៉ុន្តែត្រូវបានបញ្ចូលជាផ្នែកមួយនៃគំនិតស្ថាបត្យកម្មរបស់អគារដោយយកទម្រង់បំផុសគំនិតពីរាងមុខប្រាសាទបាយ័នមើលពីចំហៀងគំនិតនេះក៏ត្រូវបានបញ្ចូលទៅក្នុងនិមិត្តសញ្ញារបស់ FTB ដើម្បីបង្ហាញពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបនិងមរតកស្ថាបត្យកម្មខ្មែរជារួម FTB Tower គឺជាគម្រោងដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មប្រណីតបច្ចេកវិទ្យាវិស្វកម្មទំនើបសុវត្ថិភាពនិងអត្តសញ្ញាណខ្មែរដោយផ្ដល់នូវទស្សនៈថ្មីសម្រាប់ស្ថាបត្យកម្មអគារខ្ពស់នៅរាជធានីភ្នំពេញប្រភពខ្លឹមសារបច្ចេកទេសលោកបណ្ឌិតគីវិសុទ្ធសម្បត្តិ